សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះអេមានលើកយករឿងទេរ៉ាភីហ្គេមមកធ្វើការសម្រាយដែលផ្សាយរឿងចង់និយាយអំពីតួឯកប្រុសរបស់យើងម្នាក់ដែលគេនឹងមានឈ្មោះថាមីណាតូដែលគេគឺជាមនុស្សប្រុសដែលស្រឡាញ់ភេទដូចគ្នាប៉ុន្តែមានថ្ងៃមួយក៏ដោយសារតែគេពិបាកចិត្តពេកក៏បានទៅផឹកស្រានៅកន្លែងមួយដែលកំឡុងព្រៀងដែរក៏បានជួយជំនួសតួឯកប្រុសរបស់យើងម្នាក់ទៀតដែលគេកំពុងតែផឹកនៅទីនឹងដែរនឹងមានឈ្មោះថាស៊ីស៊ឺម៉ាបន្ទាប់ពីផឹកស្រាស្វឹងហើយពួកគេក៏បានចំណាយពេលវេលាជាមួយគ្នានៅសន្តាគារមួយកន្លែងកាលមកដល់ថ្ងៃបន្ទាប់នៅពេលដែលពួកគេភ្ញាក់ឡើងនឹងគឺថាស៊ីស៊ឺម៉ានេះអត់មានចាំរឿងអីទាំងអស់ថាតែម្សិលមិញនេះមានរឿងអ្វីកើតឡើងនោះទេបន្ទាប់ពីឃើញអញ្ចឹងមីណាតូខាងខ្លាំងមែនតើហើយគេក៏បានសន្យាជាមួយនឹងបុគ្គលិកខាងថាគឺគេនឹងត្រូវយកឈ្នះបេះដូងរបស់ស៊ីស៊ឺម៉ាឲ្យបានចង់ដឹងថាតើគេអាចយកឈ្នះបេះដូងរបស់ស៊ីស៊ឺម៉ាបានឬក៏យ៉ាងណានឹងតាមដានជាមួយនឹងការសម្ដែងទាំងអស់គ្នានៅដើមរឿងដំបូងក៏ឃើញថាមីណាតូកំពុងតែថតរូបឲ្យភ្ញៀវដែលការងាររបស់គេនឹងគឺជាការងារ freelance ខាងថតរូបដែលកំឡុងពេលនឹងដែរគេបានរអ៊ូរឿងបងរបស់គេនឹងចង់ណែនាំបងថ្លៃមកឲ្យគេស្គាល់ហើយគេបានដឹងថាអនាគតបងថ្លៃរបស់គេនឹងក្មេងជាងគេទៅទៀតអញ្ចឹងហើយទៅគេឆ្ងល់ថាតើបងរបស់គេនេះហៅគេទៅណែនាំមែនអីអ្នកថតរូបក៏បានឆ្លើយថាត្រូវហើយបងរបស់ឯងបានហៅហើយថាតើពេលណាឯងនឹងឈប់រញ៉េរញ៉ៃអំពីជីវិតស្នេហារបស់បងឯងដោយសារតែឥឡូវនេះឯងធំធាត់ហើយមិនមែនក្មេងដូចមុនទេអញ្ចឹងហើយកុំស្មុគស្មាញទៀតចំពោះរឿងនេះដែលពេលនឹងដែរក៏មានបរិបទម្នាក់បានដើរមកនិយាយថាមីណាតូថាតើឯងនឹងរួចរាល់ហើយនៅក៏ដោយសារតែឥឡូវនេះចិត្តដល់ពេលហើយមីណាតូក៏បានតបថាត្រូវហើយឥឡូវហ្នឹងចាំខ្ញុំរៀបចំចេញទៅបងរំអ្នកហ្នឹងក៏បានបន្ថែមថាការដែលយើងនិយាយហ្នឹងក៏ដោយសារតែពួកយើងជាបងប្អូនអញ្ចឹងហើយយើងបារម្ភពីឯងប៉ុន្តែឯងមិនអាចទៅបំផ្លិចបំផ្លាញរឿងដែលឯងបានឮទេដឹងអន់មីណាតូក៏បានឆ្លើយថាខ្ញុំដឹងហើយអញ្ចឹងហើយឥឡូវនេះខ្ញុំរៀបចំចេញទៅហើយបន្តិចក្រោយមកឃើញថាគេក៏បានមកដល់ផ្ទះហើយបងប្រុសរបស់គេដែលមានឈ្មោះថាអ៊ីតូស៊ូគីហ្នឹងក៏បានណែនាំអនាគតបងថ្លៃឲ្យស្គាល់ដោយក៏បាននិយាយថាគឺគេជាប្អូនប្រុសរបស់បងហើយការងារគេហ្នឹងគឺជាជាងថតរូបហើយថតរូបស្អាតណាស់បន្ទាប់ពីឮអញ្ចឹងអូនរបស់គេក៏បានសរសើរថាការងារថតរូបហ្នឹងពិតជាអស្ចារ្យពិតមែនចំណែកបងប្រុសរបស់ខ្ញុំគឺក៏ចូលចិត្តថតរូបដែរប៉ុន្តែថតទូរស័ព្ទមើលទៅមិនសូវច្បាស់ទេចំណែកមីណាតូវិញគឺថាគេហ្នឹងរៀងខ្មើបន្តិចហើយក៏បាននិយាយថាកុំប្រៀបធៀបខ្ញុំទៅអ្នកស្ម័គ្រចិត្តដទៃអញ្ចឹងបន្ទាប់ពីឃើញប្អូនចង្អេងចង្អាងពេកអញ្ចឹងបងរបស់គេក៏បាននិយាយថាឯងកុំនិយាយអញ្ចឹងបងថ្លៃគេក៏បាននិយាយថាពិតណាស់គឺខ្ញុំនឹងមិនគួរណាប្រៀបធៀបតើជាមួយនឹងសត្វឆ្មានោះទេដែលកំឡុងព្រៀងដែរឃើញថាឯវ៉ាន់គេបានកំងនឹងបានមកដល់ចំណែកអ៊ីតូស៊ូគីនឹងគឺគេក៏បានសប្បាយដែរចេញទៅយកទៅបន្ទាប់ពីឃើញទឹកមុខប្អូនថ្លៃទៅតាក់ទួនអញ្ចឹងបងថ្លៃរបស់គេនឹងក៏រៀងរអៀដែរក៏បាននិយាយថាខ្ញុំសុំទៅបន្ទប់ទឹកបន្តិចតែមីណាតូក៏បានខាត់ដោយនិយាយថាគឺខ្ញុំមានរឿងចង់សួរអញ្ចឹងហើយឥឡូវនេះកុំតន់តាណាគឺខ្ញុំចង់ប្រាប់ថាបងប្រុសរបស់ខ្ញុំនឹងកាលពីមុនគឺគាត់ធ្លាប់មានការងារបែបស្រមើសម័យថាតើលោកបានលឺអ្វីខ្ញុំនិយាយអត់អញ្ចឹងហើយឥឡូវនេះមកតាមខ្ញុំមកបន្ទាប់ពីលឺអញ្ចឹងបងថ្លៃរបស់គេក៏បាននិយាយថាទោះបីជាគេធ្វើការងារអីក៏ដោយគឺខ្ញុំនឹងអាចទទួលយកគេនេះបានគ្រប់យ៉ាងបើទោះបីជាឥឡូវនេះគេនៅធ្វើការងារនឹងក៏ដោយគឺខ្ញុំនឹងព្យាយាមធ្វើការបញ្ឈប់គេគឺមានន័យថាគឺខ្ញុំអាចទទួលយកគេបានគ្រប់យ៉ាងទាំងអស់បន្ទាប់ពីព្យាយាមបាយម៉ាក់បងរបស់គេហើយនឹងបងថ្លៃបានអញ្ចឹងណាគេបាននិយាយថាពិតជាឈួតពិតមែនហើយគេក៏បានស្វែងយកអ្វីបានដើរចេញពីកន្លែងហ្នឹងទៅហើយនៅពេលដែលជួបបងគេហ្នឹងគេបាននិយាយថាទៅទីនេះធុញណាស់ខ្ញុំមិននៅទៀតទេបន្ទាប់ពីឃើញអញ្ចឹងបងរបស់គេនេះក៏រៀងឆ្ងល់ដែរថាតើគេមានរឿងអីទៀតហើយងាកមកខាងតួឯករបស់យើងម្នាក់ទៀតដែលគេមានឈ្មោះថាស៊ីស៊ឺម៉ាហ្នឹងគឺថាគេជាលោកគ្រូប៉ែនដែលពេលហ្នឹងដែរឃើញថាសង្សាររបស់គេហ្នឹងបាននាំសង្សារថ្មីមកបញ្ជាក់ថាគឺខ្ញុំបានស្អប់បងទេប៉ុន្តែខ្ញុំបានលងស្រឡាញ់យូស៊ូគីបាត់ហើយខ្ញុំហ្នឹងស្រឡាញ់គេចង់នៅជាមួយគេបន្ទាប់ពីលើបែបហ្នឹងស៊ឺស៊ឺម៉ានេះក៏រៀងពិបាកចិត្តដែរហើយគេក៏បានព្យាយាមនិយាយថាខ្ញុំសុំទោសផងគឺរយៈពេលកន្លងមកគឺខ្ញុំហ្នឹងមិនបានដឹងទេថាអូនរងទុក្ខខ្លាំងយ៉ាងនេះហើយថាបងក៏មិនបានចាប់អារម្មណ៍រឿងអូនហើយជាមួយនឹងរឿងគេនេះអាចឈានដល់ដំណាក់កាលនេះសោះតែថាឥឡូវនេះបងកើតអីមិនចាញ់ទេហើយគេក៏បានសប្បាយដែរចេញទៅដែលកំឡុងព្រៀងដែរឃើញថាមួយរួមការងាររបស់ស៊ីស៊ឺម៉ាហ្នឹងបានអង្គុយនៅក្នុងហាងក្បែរហ្នឹងដែរបន្ទាប់ពីឃើញបែបហ្នឹងគឺថាពួកគេហ្នឹងក៏អាណិតដែរប្រហែលជាគេនេះមិនអាចទទួលយកបានទេមើលទៅកាលមកដល់កន្លែងការងារវិញក៏ឃើញថាគេហ្នឹងគឺជាពាក្យសាន់បន្ទាប់ពីបំពេញការងារហើយគេបានយករូបតុក្កតាសត្វហ្នឹងយកមកអែលេងបន្ទាប់ពីឃើញអញ្ចឹងមើលរួមការងាររបស់គេហ្នឹងក៏ឆ្ងល់ដែរថាតើគេមានរឿងអីមែនមិត្តម្នាក់ទៀតបាននិយាយថាអ្វីដែលខ្ញុំបានឮហ្នឹងគឺថាគេនេះត្រូវបានសង្សារបោះបង់ចោលហើយតើដែលខ្ញុំដឹងច្បាស់ហ្នឹងគឺថានាងនេះមានសង្សារថ្មីចោលគេដែលម្នាក់ពាក់វ៉ែនតាគឺគេមានឈ្មោះថាថាស៊ីមីហើយនៅម្នាក់មួយទៀតហ្នឹងគេមានឈ្មោះថាសាកាវ៉ាបន្ទាប់ពីបានឮហើយគេបានសប្បាយរត់ទៅនិយាយជាមួយនឹងស៊ឺស៊ីម៉ាថាឥឡូវហ្នឹងយប់នេះពួកយើងទៅផឹងគឺផឹកឲ្យសុបាយណាស់ណៃម្ដងគឺឯងហ្នឹងបំភ្លេចសង្សារចាស់របស់ឯងទៅស៊ឺស៊ីម៉ាក៏បានតបថាមិនអីទេវាមិនមែនជារឿងធំដុំទេតារាណាឃើញគេសប្បាយចិត្តគឺខ្ញុំក៏សប្បាយចិត្តដូចគ្នាថាស៊ឺមីក៏បានបន្ថែមថាបើអញ្ចឹងហ្នឹងហេតុអីបានជាទឹកមុខរបស់ឯងមើលទៅដូចជាមនុស្សធ្លាក់ទឹកចិត្តអញ្ចឹងគឺនៅសម័យនេះក្នុងចំណោមពួកយើង3នាក់ហ្នឹងគឺមានម្នាក់ដែលនៅលីអស់មួយជីវិតរួចគេក៏បានអនខ្សឹបទៅប្រាប់សាកាវ៉ាថាឯងមានចង់ចាំអត់នៅពេលដែលគេសបឹងហ្នឹងមានរឿងអីកើតឡើងស៊ីស៊ឺម៉ាក៏បានតបវិញថាគឺខ្ញុំហ្នឹងរស់នៅជាមួយនឹងសត្វចចកពេញមួយជីវិតក៏បាន
បន្ទាប់ពីលេងយ៉ាងពួកគេទាំងពីរនេះក៏បានតវ៉ាដែរហើយពួកគេនឹងក៏បានបញ្ជាក់ដែរថាយប់នេះជួបគ្នានៅកន្លែងផឹកស៊ីដឹងអន់ងាកមកខាងមីណាតូវិញឃើញថាគេនឹងនៅកន្លែងផឹកស៊ីប៉ុន្តែឃើញថាទឹកមុខរបស់គេនេះដូចជាមានរឿងដែលត្រូវកើតច្រើនណាស់ដោយឃើញបែបហ្នឹងម្ចាស់ហាងក៏បានសួរថាតើឯងកើតអីថាតើដៃគូថ្មីរបស់បងប្រុសរបស់ឯងនឹងជាក្មេងល្អដែរអន់មីណាតូក៏បានតបថាមើលទៅគេទៅគឺដូចជាកូនឆ្កែអញ្ចឹងបើនិយាយឲ្យចំទៅបងប្រុសរបស់ខ្ញុំនឹងណាជើជាមួយនឹងដៃគូរបស់គាត់នេះសិតតែចម្លែកទាំងអស់ហើយសម្រាប់លើកនេះគឺខ្ញុំក៏គិតថាដូចជាមុនអញ្ចឹងម្ចាស់ហាងបន្ថែមថាគឺឯងនឹងឈប់ស្មុគស្មាញចំពោះរឿងរបស់បងប្រុសឯងទៀតទៅបើទោះបីជាពួកឯងទាំងពីរនាក់ជាបងប្អូនគ្នាក៏ដោយក៏ឯងមិនអាចរស់នៅជាប់ជាមួយគេរហូតបានដែរមីណាតូក៏បានតទៀតថាគឺខ្ញុំដឹងប៉ុន្តែខ្ញុំនៅតែបារម្ភដែលពេលនឹងដែរឃើញថាស៊ីសឺម៉ាដែលគេស្វឹងនៅក្បែរនឹងក៏បានសប្បាយយកដៃគេនេះមកចាប់ដៃមីណាតូដោយគេបានបន្ថែមថាគឺខ្ញុំយល់ពីអារម្មណ៍បែបនេះដោយសារតែខ្ញុំក៏មានប្អូនប្រុសដែរអញ្ចឹងហើយអារម្មណ៍បារម្ភបែបនេះគឺខ្ញុំយល់ច្បាស់ណាស់បន្ទាប់ពីឃើញអញ្ចឹងមីណាតូក៏បានងក់ក្បាលហើយក៏បានធ្វើការរអ៊ូថាតើគេនេះជាប្រភេទមនុស្សដែលក៏វិកតុយដើរតាមគេអញ្ចឹងមែនម្ចាស់ហាងក៏បាននិយាយទៅស៊ឺស៊ីម៉ាថានៅពេលដែលលោកនិយាយជាមួយគេបែបហ្នឹងគឺធ្វើឲ្យគេភ័យដឹងអន់ដែលម្ចាស់ហាងហ្នឹងគឺមីណាតូហ្នឹងតែងតែហៅគាត់ថាម៉ាម៉ាហើយក៏បានស្រែកប្រាប់មិត្តរបស់ស៊ីស៊ឺម៉ាហ្នឹងថាមិត្តភក្តិរបស់លោកភ្ញាក់ហើយសាកាវ៉ាក៏បានឡើងមកសួរបន្ថែមថាតើអញអត់អីទេមែនឥឡូវនេះស៊ីស៊ឺម៉ាក៏បានព្យាយាមឆ្លើយថាគឺខ្ញុំមិនអីទេឯងក៏ឃើញហើយដែលពេលហ្នឹងដែរឃើញថាសាមីហ្នឹងក៏ស្វឹងដែរហើយគេក៏បានព្យាយាមនិយាយថាគឺមុនហ្នឹងយើងបាននិយាយអំពីរឿងឆ្មាខ្លារខិនហើយថាពួកវាហ្នឹងគួរឲ្យស្រឡាញ់ណាស់បើសិនជាពួកវាផុតពូជទៅថាតើវាគួរឲ្យសោកដែរខ្លាំងប៉ុណ្ណាបន្ទាប់ពីឃើញអញ្ចឹងសាកាវ៉ាហ្នឹងក៏រៀងបល់ដែរក៏ដោយសារតែមិត្តភក្តិរបស់គេទាំងពីរនាក់នេះឡើងស្វឹងទាំងពីរនាក់ឲ្យហ្នឹងហើយគេក៏រអ៊ូថាគឺយើងហ្នឹងមិននឹកស្មានថាសាមីនេះនៅពេលដែលស្វឹងអាក្រក់បែបហ្នឹងសោះស៊ឺស៊ីម៉ាក៏បាននិយាយថាតើឯងបារម្ភពីយើងអីក៏បារម្ភអីទៅស្ដាប់គេនិយាយទៀតទៅសាកាវ៉ាក៏បានតបថាអញ្ចឹងក៏បានដែរចាំពួកយើងត្រឡប់ទៅវិញហ្នឹងចាំយើងមកហៅឯងទៅដែរដែលពេលនឹងដែរមីណាតូក៏បាននិយាយថាតើវាមិនល្អទេមែនបើសិនជាឲ្យគេនឹងជូនលោកត្រឡប់ទៅផ្ទះវិញស៊ីស៊ឺម៉ាក៏បានតបថាសូម្បីតែលោកនឹងក៏បារម្ភពីខ្ញុំដែរប៉ុន្តែសម្រាប់រឿងបងប្រុសរបស់លោកនឹងគឺលោកមិនគួរណាស្មុគស្មាញខ្លាំងបែបនេះពេកដែរដែលមើលទៅគឺលោកពិតជាប្អូនប្រុសដ៏ល្អម្នាក់ពិតមែនម៉ែក៏បាននិយាយថាក្មេងប្រុសគឺឯងមិនគួរណានិយាយពាក្យនឹងទៅដាក់គេញឹកពេកទេស៊ីស៊ឺម៉ាក៏បានសប្បាយយកដៃតង្កែក្បាលរបស់មីណាតូហើយនិយាយថាគឺគេនឹងល្អស្រាប់ហើយនៅពេលដែលគេបែបនេះមីណាតូក៏បានសប្បាយយកដៃចែកហើយនិយាយថាពួកយើងមិនមែនជាគ្រួសារតែមួយទេគឺខ្ញុំពិតជាស្អប់ណាស់អ្នកណាដែលគេនឹងមិនស្គាល់ព្រំដែនបែបនេះម៉ាម៉ាក៏បាននិយាយកាត់ថាអ្វីដែលយើងបានឮនឹងគឺបរិបម្នាក់នេះត្រូវបានសង្សាររបស់គេបងចោលស៊ីស៊ឺម៉ាក៏បាននិយាយបន្ថែមទៀតថាគឺខ្ញុំមិនដឹងទេថាតើគេនឹងក៏មកខ្ញុំតាំងតែពីអង្កលដោយនាងបានបញ្ជាក់ថាគឺនាងស្រឡាញ់អ្នកថ្មីហើយគេក៏បានចាក់ចេញពីខ្ញុំទៅបន្ទាប់ពីលើអញ្ចឹងមីណាតូក៏បានគិតក្នុងចិត្តថាគឺគេក៏ដូចគ្នាដែរដឹងហើយថាការស្រឡាញ់ហ្នឹងគឺវាធ្វើឲ្យយើងនេះឈឺចាំរួចគេក៏អោនមកនិយាយថាបើសិនជាលោកមិនអាចទទួលយករឿងនេះបានទេគឺលោកត្រូវតែសងសឹកគឺធ្វើឲ្យនាងហ្នឹងឈឺចាប់ដោយយកអ្វីដែលលោកកំពុងឲ្យឈឺឥឡូវនេះស៊ឺស៊ីម៉ាក៏បានតបថាទោះបីជាខ្ញុំមិនអាចទទួលយករឿងនេះបានក៏ដោយប៉ុន្តែខ្ញុំក៏មិនចង់ធ្វើឲ្យនាងឈឺចាប់ដែរក៏ដោយសារតែនាងបានជ្រើសរើសផ្លូវបែបនេះហើយចុះបើសិនជានាងនៅជាមួយខ្ញុំហើយមិនសប្បាយចិត្តគឺវាហ្នឹងកាន់តែអាក្រក់ទៅទៀតប៉ុន្តែវាក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យខ្លាចដែរថាតើខ្ញុំនឹងអាចធ្លាក់ក្នុងអលំស្នេហ៍ឬក៏ស្រឡាញ់អ្នកណាម្នាក់បានទៀតមីណាតូក៏បានបន្ថែមថាមនុស្សដូចលោកនឹងត្រូវតែរស់នៅដោយសុបាយរីករាយស៊ឺស៊ីម៉ាក៏បានតបថាគឺវាជាលើកទី1ហើយដែលមាននរណាម្នាក់និយាយបែបនេះដាក់ខ្ញុំតែនិយាយអំពីរឿងលោកវិញថាតើថ្ងៃនេះលោកពិបាកចិត្តដែរមែនរួចគេក៏បានយកដៃទៅស្ទាបក្បាលមីណាតូហើយនិយាយថាឥឡូវហ្នឹងពួកយើងផឹកជាមួយគ្នាដើម្បីបំភ្លេចទុំបន្ទាប់ពីឃើញអញ្ចឹងមីណាតូក៏បានគិតក្នុងចិត្តថាគឺខ្ញុំនឹងមិនដែលគិតថានឹងបានជួបបរិបពេញតួបែបនេះទេបន្តិចក្រោយមកឃើញថាគេក៏បានគ្រាស៊ឺស៊ីម៉ាហ្នឹងដើរចេញពីហាងហ្នឹងទៅដោយគេបាននិយាយថាស៊ឺម៉ាគឺលោកមើលផ្លូវផងគឺលោកហ្នឹងធ្ងន់ណាស់ដឹងអន់ស៊ឺម៉ាក៏បានសប្បាយអោបមីណាតូហើយនិយាយថារាងកាយរបស់មនុស្សហ្នឹងពិតជាកក់ក្ដៅពិតមែនមីណាតូក៏បាននិយាយថាហើយចាំមិត្តភក្តិរបស់លោកហ្នឹងតាណាអស់ហើយឥឡូវនេះលោកតាណាដែលពេលហ្នឹងដែរគេបានកលេចឃើញសន្តាគារក្បែរហ្នឹងគេបាននិយាយថាតើលោកហ្នឹងចង់សម្រាប់សិនអត់មុនពេលពួកយើងដើរទៅទៀតដោយសារតែលោកនឹងមិនអាចត្រឡប់ផ្ទះបានទេក៏ដោយសារតែឥឡូវនេះសម្បឹងខ្លាំងណាស់បន្តិចក្រោយមកឃើញថាគេនេះក៏បាននាំស៊ឺស៊ីម៉ានឹងមកដល់បន្ទប់ហើយក៏តម្លាក់គេឡើងគេងទៅរួចគេបាននិយាយថាគឺខ្ញុំនឹងមិនអាចទុកលោកចូលនៅទីនេះបានទេស៊ឺស៊ីម៉ាក៏បាននិយាយថាអរគុណមីណាតូក៏បានឡើងមកអង្គុយជិតហើយសួរថាតើឥឡូវហ្នឹងលោកមានអារម្មណ៍ថារៀនភាសាជាងមុនតិចណាស៊ឺស៊ីម៉ាក៏បានតបថាប្រសើរហើយចោះលោកវិញមីណាតូក៏បានឆ្លើយរបួសរបស់ខ្ញុំហើយនឹងលោកហ្នឹងគឺវាខុសគ្នាដោយសារតែខ្ញុំត្រូវបាននរណាម្នាក់លួចបងប្រុសទីស្រឡាញ់របស់ខ្ញុំនឹងចេញពីខ្ញុំបានស៊ឺស៊ីម៉ាក៏បានឡើងមកអោបហើយអែលក្បាលដល់និយាយថាកន្លែងរបស់បងប្រុសរបស់លោកនឹងទូឲ្យខ្ញុំជំនួសវិញបានអន់មីណាតូក៏បានសប្បាយយកដៃចែងហើយនិយាយថាលោកដឹងអត់គឺលោកនឹងដូចជាដៃដល់ពេកហើយស៊ឺស៊ីម៉ាក៏បានសួរថាតើលោកបញ្ចូលចិត្តបែបនេះមែនដោយសារខ្ញុំគិតថាប្រហែលជាលោកចូលចិត្តនៅពេលដែលខ្ញុំប៉ះហ្នឹងគឺលោកក៏មិនបានរុញខ្ញុំចេញដែរ
ហើយគេបានយកដៃទៅចាប់មុខហើយនិយាយបន្ថែមទៀតថាគឺលោកអាចទុកចិត្តបានអាចពឹងពាក់លើខ្ញុំបានហើយគេបានទាញមីណាតូនឹងបដួលទៅលើក្រែទៅចំណែកមីណាតូក៏បាននិយាយថាគឺលោកស្វឹងហើយប៉ុន្តែគេនឹងក៏មិនបានព្យាយាមរើចេញដែរបន្ទាប់ពីឃើញអញ្ចឹងស៊ីស៊ីម៉ានឹងក៏មិនបងអង្គយូរដែរហើយគេនេះក៏ចាប់ផ្ដើមថើបមីណាតូទៅចំណែកមីណាតូវិញគឺថាគេក៏បានបកកាយដែរសង្ងំស្ងៀមដោយគេបានត្រឹមតែគិតថាគឺឡូវនេះខ្ញុំបានរកឃើញមនុស្សម្នាក់ដែលមើលទៅគេគឺគេនឹងចរិតមិនដូចខ្ញុំទេក៏មកដល់ថ្ងៃថ្មីបន្ទាប់ពីលឺម៉ងរ៉ូស៊ីស៊ូម៉ាក៏បាននិយាយថាយូកាឆាប់បាត់ម៉ងរ៉ូទៅចំណែកមីណាតូវិញក៏បានឡើងបាត់ហើយក៏បានស្វាទៅឲ្យវិញនៅនិយាយថាគឺខ្ញុំនឹងមិនមែនជាយូកាទេគឺខ្ញុំជាមីណាតូបន្ទាប់ពីលឺអញ្ចឹងស៊ីស៊ូម៉ានឹងក៏រៀងភ្ញាក់ដែរក៏បានស្វាងាកមើលហើយនៅពេលដែលឃើញថាគេមិនបានស្គាល់អញ្ចឹងណាក៏សួរថាលោកជាអ្នកណាយីកូនម្ដាយគ្រាន់តែបានខ្លួនប្រាំគេហើយនឹងបែរជាលេងចង់ចាំគេទៅវិញចំណែកមីណាតូវិញឡើងកាំងតែម្ដងក៏បានសួរថាកុំប្រាប់ថាលោកនឹងអត់ចង់ចាំថាខ្ញុំនេះជាអ្នកណាស៊ីស៊ូម៉ាក៏បានតបថាខ្ញុំសុំទោសផងគឺខ្ញុំពិតជាមិនចង់ចាំពិតមែនមីណាតូក៏បានយកខ្សែករបស់គេនឹងមកចងដៃរបស់ស៊ូស៊ីម៉ាហើយនិយាយថាក៏ដោយសារតែម្សិលមិញលោកស្វឹងខ្លាំងណាស់អញ្ចឹងហើយវាមិនចម្លែកទេបើសិនជាលោកមិនចង់ចាំស៊ីស៊ូម៉ាក៏បានសួរថាតើលោកកំពុងតែចង់ធ្វើអីឥឡូវនេះមីណាតូក៏បានចាប់គេផ្ដួលហើយនិយាយថាគឺខ្ញុំចង់ដៃលោកដូចជាអ្វីដែលលោកបានធ្វើដាក់ខ្ញុំកាលពីម្សិលមិញហើយខ្ញុំក៏មិនដោះលែងលោកដែរក៏ដោយសារតែលោកព្យាយាមធ្វើពុតថាមិនមានរឿងអ្វីកើតឡើងហើយខ្ញុំក៏គិតថាគឺលោកនឹងជាសុភាពបរោះដូច្នេះហើយលោកមិនបំបីរបស់ដែលមានតម្លៃនឹងរបស់ខ្ញុំទេត្រូវអន់ហើយមួយវិញទៀតខ្ញុំគិតថាបើសិនជាខ្ញុំធ្វើដូចពីម្សិលមិញប្រហែលជាលោកនឹងអាចចង់ចាំវិញស៊ីស៊ឺម៉ាក៏បានព្យាយាមនិយាយថាទោះបីជាលោកធ្វើបែបណាក៏ដោយនឹងវាអត់ប្រយោជន៍ទេអញ្ចឹងហើយដោះលែងខ្ញុំទៅមីណាតូក៏បានសួរទៀតថាហើយចុះបើសិនជាអញ្ចឹងថាតើខ្ញុំគួរធ្វើបែបណាដើម្បីឲ្យលោកចង់ចាំវិញហើយលោកដឹងអត់ថាតើនរណាគេជាអ្នកនាំលោកមកទីនេះនៅពេលដែលលោកនឹងកំពុងតែរវើរវាយអញ្ចឹងហើយប្រាប់ខ្ញុំមកថាតើខ្ញុំមានឈ្មោះអីដោយឃើញថាគេមិនឆ្លើយទេមីណាតូក៏បានបន្ថែមទៀតថាគឺលោកនឹងហើយជាអ្នកចាប់ដើមមុនលោកដឹងអត់ប៉ុន្តែឥឡូវនេះគឺលោកព្យាយាមធ្វើពុតថាគឺលោកនឹងមិនស្គាល់ខ្ញុំទៅវិញគឺខ្ញុំមិនគិតថាលោកអាក្រក់ខ្លាំងដល់ថ្នាក់នេះទេស៊ីស៊ឺម៉ាក៏បានតបថាការដែលលោកនិយាយនឹងក៏ត្រូវដែរប៉ុន្តែលោកក៏មិនអាចធ្វើបែបនេះដាក់ខ្ញុំដែរឥឡូវនឹងនិយាយគ្នាទៅស្រួលទៅមីណាតូក៏បានបន្ថែមថាបើសិនជាលោកមានអារម្មណ៍មិនល្អនឹងគឺលោកគ្រាន់តែកុហកហើយព្យាយាមទទួលយកវាទៅហើយគេប្រងសម្រាប់ខលស៊ីស៊ឺម៉ាហើយចំណែកស៊ីស៊ឺម៉ាវិញក៏បានព្យាយាមខត់ដែរប៉ុន្តែឃើញថាគេមិនឈប់ទេដោយឃើញគេរឹងទៅតឹងពេកអញ្ចឹងណាស៊ីស៊ឺម៉ាក៏បានយកជើងនេះមកគៀបគេចំដោយសារតែឈឺពេកទ្រាំមិនបានទេមីណាតូក៏បាននិយាយថាឥឡូវនឹងឈប់ទៅខ្ញុំសោកក៏បានដែរបន្ទាប់ពីស្រែកខ្សែឲ្យហើយគេបានរអ៊ូថាគឺខ្ញុំនឹងគួរតែចង់ឲ្យលោកនេះតឹងជាងនឹងមិនត្រូវស៊ីស៊ឺម៉ាក៏បានសួរថាតើលោកចូលចិត្តបង្ខំមនុស្សបែបហ្នឹងមែនបើសិនជាលោកនៅតែបន្តធ្វើចរិតបែបហ្នឹងទៀតគឺលោកនឹងមិនអាចយកឈ្នះនរណាម្នាក់បានទេលោកដឹងអន់អាចនិយាយបានថាគឺលោកនឹងរស់នៅតែម្នាក់ឯងជារៀងរហូតបន្ទាប់ពីលើគេថាឲ្យអញ្ចឹងមីណាតូនេះបានត្រឹមតែកាំងគ្មានអីតវ៉ាទេតាំងមកដល់ថ្ងៃថ្មីឲ្យឃើញថាមីណាតូនឹងក៏បានមកដល់ហាងរបស់ម៉ាម៉ាក៏ឃើញមិត្តភក្តិរបស់ម៉ាម៉ាពីរនាក់ហ្នឹងកំពុងតែអង្គុយមើលរូបថតដែលមីណាតូនេះបានថតកាលពីថ្ងៃមុនចំណែកមីណាតូវិញអង្គុយអូសទូរស័ព្ទចុះឡើងដោយរអ៊ូថាគេហ្នឹងអត់ចង់ចាំខ្ញុំទេថាតែគេកំពុងតែលេងសើចមែនដែលពេលហ្នឹងដែរម៉ាម៉ាក៏បានដើរមកហើយនិយាយថាឯងហ្នឹងព្យាយាមនិយាយថាឯងកាត់ចិត្តពីគេបានអញ្ចឹងហើយឥឡូវនេះឯងព្យាយាមកាត់ចិត្តពីបរិមម្នាក់ហ្នឹងទៅមីណាតូក៏បានសួរថាសភាពបែបហ្នឹងគឺវាហ្នឹងគឺជាការបោះបង់ចោលមែនហើយបន្តមកគេបានសម័យនៅគឺទៅដល់ពេលរបស់ស៊ឺស៊ីម៉ាបាននិយាយថាគឺលោកនឹងទុកចិត្តហើយនឹងអាចពឹងពាក់លើខ្ញុំបានរួចគេបាននិយាយថាគឺខ្ញុំដឹងថាគេស្វឹងប៉ុន្តែគេនឹងជាអ្នកចាប់ដើមមុនបើទោះបីជាគេនឹងជាមនុស្សប្រុសពិតក៏ដោយប៉ុន្តែពេលខ្លះគេក៏មានសក្តានុពលរបស់គេដែរពេលនឹងដែរមិត្តភក្តិរបស់ម៉ាម៉ាក៏បាននិយាយថាចំពោះមនុស្សប្រុសដែលគេខូចចិនដែលនោះហើយគឺជាពេលវេលាដ៏ល្អបំផុតដែលគេនឹងអាចធ្វើចលនាវាបានឯងដឹងអន់បរិមអ្នកគេក៏បាននិយាយថាបើអញ្ចឹងនឹងឥឡូវនេះពួកយើងខ្នោះគ្នាទៅបើមីណាតូអាចយកឈ្នះចិត្តបរិមអ្នកនឹងបានគឺខ្ញុំនឹងធ្វើការកសបន្ទាប់ពីលឺអញ្ចឹងមីណាតូក៏រៀងខ្នាញ់ដែរក៏បានតទៅវិញថាប្រកាសណាស់គឺខ្ញុំនឹងធ្វើឲ្យមើលគឺខ្ញុំនឹងធ្វើការកែប្រែបេះដូងដែលគេកំពុងតែខូចនឹងមកជាល្អហើយបន្តមកខ្ញុំនឹងធ្វើការបោះបង់គេនេះឲ្យឈឺចាប់បំផុតបន្ទាប់ពីលឺអញ្ចឹងម៉ាម៉ាក៏បាននិយាយថាមីណាតូគឺខ្ញុំមានរឿងចង់ឲ្យឯងជួយធ្វើមួយហើយក៏បានយករបស់មួយមកបង្ហាញហើយនិយាយថាតើឯងនឹងអាចយករបស់នេះទៅឲ្យគេជំនួសខ្ញុំបានអន់បន្ទាប់ពីគេចេញទៅបុគ្គលិកហាងក៏បានសួរថាហេតុអីបានជាប្រូឲ្យគេនឹងជាអ្នកយកទៅម៉ាម៉ាក៏បានតបថាគឺខ្ញុំបានឃើញថាគេនេះកំពុងតែមើលងាយនរណាម្នាក់ក្រៅពីបងប្រុសរបស់គេអញ្ចឹងហើយគឺវានឹងជាសញ្ញាមិនសូវល្អទេបន្តែក្រោយមកឃើញថាមីណាតូក៏បានដើរមកដល់កន្លែងមួយគឺគេនឹងកំពុងតែឈួរចាំឆ្លងផ្លូវហើយគេក៏បានយករបស់នឹងមកមើលដែលវានឹងគឺជាការពេលរបស់ស៊ីស៊ឺម៉ាដែលកំឡុងពេលនឹងដែរគេបានគិតថាបេសកកម្មរបស់ខ្ញុំនឹងទៅធ្វើយ៉ាងណាឲ្យគេស្រឡាញ់ហើយបន្តមកបោះបង់គេចោលគឺខ្ញុំគ្មានផ្លូវដែលឲ្យគេធ្វើបាបខ្ញុំហើយបន្តមកគេបែបពីខ្ញុំបែបនេះទេអ
អញ្ចឹងហើយរឿងចាំមើលទៅគឺខ្ញុំនឹងធ្វើវាឲ្យបានហើយសាររឿងក៏បញ្ចប់ត្រង់កន្លែងហ្នឹងដែរទៅ